សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ Channel Team Trade Goal ម្ដងទៀតហើយអញ្ចឹងថ្ងៃនេះថ្ងៃទី18ខែ3ឆ្នាំ2026ខ្ញុំចង់ធ្វើការមកបង្ហាញពីការវិភាគទៅលើតម្លៃទីផ្សារណាថាតើយើងគួរតែសម្រេចចិត្តក្នុងការចូលទិញឬក៏ចូលលក់អញ្ចឹងដូចសពម្ដងដូចអាពេលយើងធ្វើធម្មតាដូចវីដេអូមុនអញ្ចឹងណាបងប្អូនអញ្ចឹងជាទូទៅគឺយើងមើលជាមួយនឹងរាងរបស់វាថាវាកំពុងតែស្ថិតនៅក្នុងរាងបែបណាណាវាស្ថិតនៅក្នុងរាង up trend ឬក៏ down trend អញ្ចឹងយើងព្រមទីផ្សារឲ្យតូចមកបានយើងអាចមើលឃើញវាបានច្បាស់ល្អណាបងប្អូនអញ្ចឹងសម្រាប់ទីផ្សារនេះគឺមានន័យថាគឺវា down trend នេះវាចុះមកពី down trend មកហើយឥឡូវបច្ចុប្បន្ននេះគឺវានៅក្នុងរាងបែរជាទម្រង់ up trend វិញណាបងប្អូនវានៅក្នុងទម្រង់ up trend ហើយបើយើងកលេចមកមើលជាមួយនឹងបច្ចុប្បន្នគឺវាកំពុងស្ថិតនៅក្នុង0មួយដែលស្ថិតនៅចន្លោះ0 sideways ណាបងប្អូនអរគ្នាបាទនេះ sideways អញ្ចឹងមានន័យថាតំបន់ support strong support របស់វាគឺនៅ4993.73ហើយនឹងតំបន់ resistance គឺនៅ5043អញ្ចឹងអានេះគឺជាចន្លោះនៃការsideways របស់ផ្សារណាទីផ្សារអញ្ចឹងសម្រាប់ទីផ្សារមួយនេះខ្ញុំនៅតែ recommend ឲ្យអ្នកនរគ្នាទិញដដែលរងចាំតម្លៃទិញដដែលហើយតម្លៃដែលយើងទិញនេះគឺនៅតម្លៃចាស់របស់យើងនឹងដដែលទេបងប្អូនសម្រាប់អ្នកដែលគាត់ trade ជា long term ណានេះតម្លៃចាស់របស់យើងគឺនៅ$4,935នៅក្នុង1 ounce បាទសម្រាប់តម្លៃដែលយើងគួរតែទិញឡើងណាល្អគឺជាតម្លៃមួយហ្នឹងហើយបងប្អូនអាច take profit យក$5,100ឬក៏$5,060នៅក្នុង1 ounce អាស្រ័យទៅលើបងប្អូនអរគ្នាជាអ្នក trade long term ឬក៏ scalp អញ្ចឹងបើសិនជាអ្នកនរគ្នា long term អាច hold ទៅបើសិនជាអ្នកនរគ្នា scalp អាចកាត់ផលចំណេញបានដោយខ្លួនឯងណាហើយសម្រាប់យប់នេះក៏មានជាព័ត៌មានសំខាន់មួយដែរបងប្អូនពាក់ព័ន្ធជាមួយនឹងព័ត៌មានទិន្នន័យរបស់សហរដ្ឋអាមេរិកណានេះបងប្អូនគឺនៅម៉ោង7កន្លះបើយប់ហ្នឹងម៉ោង7កន្លះយប់ថ្ងៃទី18ហ្នឹងខែ3ហ្នឹងគឺព័ត៌មាន PPI ទៅលើព័ត៌មាន PPI ណាបាទទៅលើព័ត៌មាននេះគឺមួយខែចេញម្ដងបងប្អូននេះមួយខែចេញម្ដងអញ្ចឹងបើសិនជាយើងកលេចមកមើលជាមួយនឹងការព្យាករណ៍របស់គេវិញយើងឃើញថាការព្យាករណ៍គឺតូចជាងខែមុនទាំងអស់គឺធ្លាក់ទាបជាងខែមុនទាំងអស់ណាអញ្ចឹងទៅលើការព្យាករណ៍នេះអាចនឹងធ្វើឲ្យតម្លៃហាងឆេងមានការហក់ឡើងទៅលើការព្យាករណ៍បាទបើសិនជាករណីចេញមកជាក់ស្ដែងគឺតូចជាងការព្យាករណ៍នឹងទៀតអញ្ចឹងមានន័យថាតម្លៃហាងឆេងមាសអាចនឹងធ្វើការហក់ឡើងហើយបើសិនជាចេញទិន្នន័យជាក់ស្ដែងមកបែរជាធំជាងការព្យាករណ៍ហើយធំជាងខែមុននេះទៀតធំជាងខែមុនទាំងពីរណាអញ្ចឹងតម្លៃហាងឆេងមាសអាចនឹងធ្លាក់ហើយតម្លៃដែលយើងត្រូវទិញគឺនៅតំបន់ដែលខ្ញុំប្រាប់ហ្នឹងបងប្អូនបាទតម្លៃដែលខ្ញុំឲ្យអ្នកនរគ្នារងចាំហ្នឹងគឺ$4,935ហ្នឹងគឺជាតម្លៃដែលយើងទិញឡើងហើយសម្រាប់ទិន្នន័យហ្នឹងក៏ខ្ញុំតម្លាក់ចូលនៅក្នុងក្រុមដែរនេះបងប្អូនសម្រាប់នៅក្នុងក្រុមគឺយើងបាន profit ម្ដងណានេះទៅតាម balance បងប្អូនទាំងអស់គ្នាហើយចំពោះ lot size គឺយើងចូលទៅតាម balance ដែរបាទគឺយើងប្រើ lot size ឲ្យបានត្រឹមត្រូវទៅដើម្បីការពារទៅលើហានិភ័យបងប្អូនណាអញ្ចឹងអានេះគឺសំខាន់មែនតើចំពោះការប្រើប្រាស់ lot size គឺសំខាន់ណាទៅលើ balance បើសិនជាយើងប្រើប្រាស់ lot size ខុសឧទាហរណ៍ balance បើយើងមានត្រឹមតែ$100យើងប្រើ lot size ធំដល់ទៅ 0.10 ឬក៏ 0.5 អញ្ចឹងមានន័យថាយើងខុសតែម្ដងគឺធ្វើឲ្យយើងដាច់ account ហ្នឹងអញ្ចឹងអានេះគឺសំខាន់ដែរហើយសម្រាប់ព័ត៌មានគឺខ្ញុំតម្លាក់ចូលនៅក្នុងក្រុមដែរបងប្អូនបើសិនជាចង់ចូលក្រុមខ្ញុំនឹងតម្លាក់ link ឲ្យណាខ្ញុំតម្លាក់ link ឲ្យ
chẳng nhóm miên tập ban năng tế sầm rạp chạy lại bóng bồn đó cái này bà sân chỉ miên ấy bật thám bóng bồn ai chặt một telegram và nhóm to của bán hay bà sân chỉ bóng bồn mấy ai complete subscribe channel và nhóm môi tới đầm bay tam đàn từ lời ca vì phía đồng lại hàng chạy miêu và thèm tía đó nè chẳng chụp kia nào video cái nói bye bye